ផ្អើលក៏ក្រោកមួយករណីទៀតហើយសាហាវពេកហើយពូប៉ូលីសខាត់មិនស្ដាប់ថែមទាំងបាក់បំបុកប៉ូលីសទៀតពេលនេះខាត់ខ្លួនបានហើយកំពុងចាត់ការតាមផ្លូវច្បាប់កាលពីថ្ងៃទី6 ខែមេសាឆ្នាំ2024ផ្ទុះក៏ក្រើកពេញបណ្ដាញសង្គម Facebook ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយជើងខ្លាំងម្នាក់បើកបុកគេហើយក៏បន្តបើករត់បន្ទាប់មកសមត្ថកិច្ចធ្វើការឃាត់ថែមទាំងបើកបំបុកសមត្ថកិច្ចបន្តទៀតប៉ុន្តែត្រូវបានចាប់វាយខ្នោះហើយសូម្បីតែលោកផៃវណ្ណៈក៏បានដាក់ចំបែបនេះថាគ្មានស្អីទេតែសម្ដីយកមេឃទ្របអង្គុយបើកឡានបុកគេបុកឯងមិនឈប់ទេដេញបុកឡាននគរបាលទៀតឥឡូវជាប់ខ្នោះរបស់នគរបាលខេត្តកំពង់ចាមហើយពាក់ព័ន្ធនឹងករណីជើងខ្លាំងដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយបើករត់និងបុកនគរបាលទៀតនោះបានកើតឡើងនៅវេលាម៉ោងប្រហែលជា9:55នាទីនៅថ្ងៃទី6 ខែមេសាឆ្នាំ2026ដែលក្នុងនោះគឺមានរថយន្តមួយគ្រឿងពណ៌ខ្មៅដែលបើកបរនៅក្នុងស្ថានភាពមួយដែលគេហៅថាមិនប្រក្រតីទេបានបុករថយន្តចំនួន2គ្រឿងនៅលើដងផ្លូវត្រង់ចំណុចអំពិលជួរឃុំតាអងស្រុកចំការលើតាមប្រភពព័ត៌មានក៏បានបញ្ជាក់ទៀតថាភ្លាមនោះសមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការព្យាយាមបញ្ឈប់រថយន្តតែរថយន្តមិនព្រមបញ្ឈប់សកម្មភាពរហូតដល់បុកសមត្ថកិច្ចនគរបាលបណ្ដាលឲ្យមានការរងរបួសនិងថែមទាំងបំបុករថយន្តរបស់សមត្ថកិច្ចថែមទៀតផងដើម្បីជាការពារខ្លួននិងកុំឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃផងនោះក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចក៏បានសម្រេចចិត្តឈានទៅដល់ការផ្ទុះអាវុធចំនួន3គ្រាប់ដើម្បីបំបែកកង់ឡានតែម្ដងដើម្បីឃាត់រថយន្តខាងលើជនសង្ស័យនៅក្នុងរថយន្តម្នាក់នោះគឺឈ្មោះថាប៉ុលពូចាដែលមានអាយុ32ឆ្នាំដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកចំការលើដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់បើយោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមនៅថ្ងៃទី6 ខែមេសាឆ្នាំ2026នេះក៏បានបញ្ជាក់យ៉ាងច្បាស់បែបនេះថារថយន្តបង្កនោះគឺម៉ាក Toyota Velfire ពណ៌ខ្មៅដែលបើកបរដោយឈ្មោះប៉ុនពូចាដែលមានទីលំនៅនៅឯខណ្ឌមានជ័យរាជធានីភ្នំពេញបានបុកជាមួយនឹងរថយន្តមួយគ្រឿងម៉ាកតាកុមារពណ៌ទឹកប្រាក់រួចហើយក៏បានបន្តទៅបុកជាមួយនឹងរថយន្ត Highlander ពណ៌ទឹកប្រាក់បន្តទៀតហើយបន្តមកទៀតក៏បើករថយន្តដែលមានម៉ាកខាងលើហ្នឹងរត់គេចពីកន្លែងកើតហេតុហើយបន្តមកទៀតក៏បានបើកបំបុកសមត្ថកិច្ចនគរបាលបណ្ដាលឲ្យមានការរបួសនគរបាលចំនួន3នាក់និងខូចខាតម៉ូតូចំនួន4គ្រឿងថែមទាំងរថយន្តចំនួន4គ្រឿងដែរសមត្ថកិច្ចខេត្តកំពង់ចាមបានបន្តទៀតថាដើម្បីជាការការពារខ្លួននិងកុំឲ្យបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃជាបន្តទៀតនោះក្នុងពេលដែលប្រតិបត្តិការនោះសមត្ថកិច្ចក៏បានឈានទៅដល់ការផ្ទុះអាវុធដើម្បីបំបែកកង់ឡានតែម្ដងហើយធ្វើការឃាត់រថយន្តខាងលើបច្ចុប្បន្នជំនាញបានឃាត់ខ្លួនអ្នកបើកបររថយន្តខាងលើហើយយកមកសួរនាំនៅក្នុងអធិការស្រុកចំការលើហើយនឹងបានកសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនទៅស្ថាប័នអាយកាអមសាលាដំបងខេត្តកំពង់ចាមតាមការសម្របសម្រួលរបស់ឯកឧត្តមកែវសុជាតិព្រះរាជអាជ្ញានៃអាយកាអមសាលាដំបងខេត្តកំពង់ចាម